នេះគឺជា PayPal account ដែលអាចទទួលលុយពី Facebook ឬក៏ TikTok បានហើយក៏អាចដកមកចាយបានដែរតាមរយៈ Visa Card ហើយនៅក្នុង clip វីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបបង្កើត PayPal Indonesia ជំហានដំបូងយើងចូលទៅកាន់ browser ហើយវាយពាក្យថា PayPal Sign Up បន្ទាប់មកយើងនឹងឃើញនៅ website របស់ PayPal យើងចុចទៅលើ website ហ្នឹងមកបាទបន្ទាប់មកយើងនឹងឃើញនៅទម្រង់បែបនេះបាទយើងអស់ឡើងទៅក្រោមយើងនឹងឃើញរូបទង់ជាតិមួយនៅកន្លែងនេះយើងចុចលើទង់ជាតិនឹងមកដើម្បីជ្រើសរើសទង់ជាតិប្រទេសឥណ្ឌូនេស៊ីគឺប្រទេសដែលយើងចង់បង្កើត account PayPal បាទអញ្ចឹងយើងចង់បង្កើតប្រទេសឥណ្ឌូនេស៊ីយើងរកប្រទេសឥណ្ឌូនេស៊ីមកបាទឥណ្ឌូនេស៊ីគឺនៅទ្វីបអាស៊ីអញ្ចឹងយើងរកទ្វីបអាស៊ីគឺឃើញហើយបាទបន្ទាប់មកយើងចុចកន្លែង sign up នេះមកបាទបន្ទាប់មកទៀតយើងចុចកន្លែង business បាទ business account បាទបន្ទាប់មកទៀតយើងចុច next បាទបន្ទាប់មកកន្លែងនេះគឺ